Hello បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំរៀបរបៀបធ្វើម្ឆាម្ដងណាហើយខ្ញុំហែកម្ឆាមកដាក់ចូលក្នុងចានមកហើយយើងខ្ញុំយកឲ្យបបរបន្តិចណាហើយយើងត្រូវបើកយកទឹកដោះគោខាប់ទាំងអស់គ្នាទឹកខាប់ហើយយើងយកទឹកដោះគោស្រស់មកហើយយើងដួសទឹកដោះគោខាប់មកស្លាបព្រាសម្រាប់ចិត្តបងប្អូនចង់ដាក់ផ្អែម